សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំសួរបងប្អូនអ្នកគ្នានៅថ្ងៃនេះខ្ញុំបានណែនាំពីទូទឹកកកមួយប្រភេទជាប្រភេទ Smart Inverter ហើយវាមានកន្លែងចុចទឹកញ៉ាំហើយនិងកន្លែងប្រើទឹកកកអូតូតែថ្ងៃនេះខ្ញុំណែនាំពីទូទឹកកកមួយប្រភេទទៀតដែលជាប្រភេទខ្សែ3ខ្សែចុះមកមើលទាំងអស់គ្នាបងប្អូននេះគឺជាទូទឹកកកប្រភេទខ្សែ3ខ្សែដែលវាមានមួយចំហៀងជាប្រភេទកកតោះហើយនឹងមួយចំហៀងទៀតជាប្រភេទត្រជាក់ធម្មតាប្រភេទនេះគឺវាជាប្រភេទ Smart Inverter ដូចគ្នាហើយវាជួយសន្សំសំចៃភ្លើងដែលសារភាពត្រជាក់បានយូរហើយនឹងសម្លេងស្ងាត់ល្អជាពិសេសវាមានកន្លែងកំចាត់ក្លិនកំចាត់មេរោគបាក់តេរីដែលនៅក្នុងបន្លែកុំឲ្យមានឧទាហរណ៍ថាបើបងប្អូនទុកត្រីឬក៏សាច់នៅក្នុងនេះវាកាត់បន្ថយភាពស្អាតឲ្យធំនៅក្នុងធុងវាបងប្អូនចំពោះពេលចំហៀងនេះគឺវាកកសពទាំងអស់ទាំងនៅខាងនេះហើយនឹងនៅខាងនេះហើយនៅកន្លែងកក់ហ្នឹងគេមានប្រអប់បន្លែពីរប្រអប់សម្រាប់បងប្អូនដាក់ប្រកបបន្លែក៏បានប្រកបសាច់ក៏បានដែរហើយចំពោះផ្នើកញ្ចក់របស់វាអាចទ្រទម្ងន់បានរហូតដល់150គីឡូហើយយើងអាចដករហូតដល់ដាក់គ្រប់ចំស្នាក់ដែលបងប្អូនដាក់តាមតម្រូវការបងប្អូនខ្ញុំដូចជាមានណែនាំអីច្រើនទេមានតែប៉ុណ្ណឹងបើសិនជាបងប្អូនចាប់អារម្មណ៍នឹងទូទឹកកកប្រភេទខ្សែ3ខ្សែបងប្អូនកុំភ្លេចមករកនៅខាងរីអេឡិចត្រូនិកដែលមានទីតាំងស្ថិតនៅលើផ្លូវស៊ីបថាហើយជាប់នឹងច្រកចូលសន្តាគារសមាទេវីហើយពិសេសមួយទៀតបងប្អូនក៏អាចខានកំងតាម page រីអេឡិចត្រូនិកបានផងដែរអរគុណបងប្អូនបាយបាយ